បានជួលហាងលក់ខោអាវដែលបងស្រីខាងបិទទៅធ្វើជាហាងលក់សាច់ជ្រូកហើយត្រឹមតែ6 ខែប៉ុណ្ណោះក៏ក្លាយជាហាងល្បីល្បាញដែលមានប្រាក់ចំណេញជាង100,000ក្នុងមួយខែប៉ុន្តែពេលដល់ថ្ងៃផុតកំណត់ជួលពួកគេបែរជាដេញខ្ញុំចេញយ៉ាងមុខក្រាស់ហាងនេះជារបស់ខ្ញុំក៏ចេះពីរបៀបធ្វើរបស់អ្នកដែរឥឡូវខ្ញុំចង់យកមកធ្វើដោយខ្លួនឯងវិញខ្ញុំមិនបានឆ្លុះប្រកែកអ្វីទេគ្រាន់តែខ្ញុំហើយនិយាយថាបានសូមឲ្យរកស៊ីមានបានចុះពួកគេស្មានថាខ្ញុំល្ងងស្មានថាចេះរូបមុននឹងកម្ដៅគឺអាចដណ្ដើមមុខរបស់ខ្ញុំបានខ្ញុំក៏ទៅជួលហាងថ្មីនៅទល់មុខពួកគេរហូតដល់ពួកគេចុះកិច្ចសន្យាធំដោយមិនដឹងខ្លួនទើបដឹងថាសាច់ជ្រូកដែលពួកគេធ្វើមានក្លិនស្អុយនិងរឹងពេលឃើញមនុស្សតម្រង់ជួរនៅមុខហាងថ្មីរបស់ខ្ញុំមុខរបស់ពួកគេឡើងស្លេក Live May បានដាក់កិច្ចសន្យាមួយយ៉ាងខ្លាំងលើកគិតលុយដែលប្រឡាក់ដោយប្រេងស៊ូកាងដល់ពេលផុតកំណត់ជួលហើយខែក្រោយលែងជួលទៀតហើយខ្ញុំចង់យកមកធ្វើខ្លួនឯងបងថ្លៃមិនមែនយើងបានព្រមព្រៀងគ្នាថាដំឡើងថ្លៃជួលដល់ 20,000 ហើយជួលបន្ត1 ឆ្នាំទៀតទេស្ថានភាពឥឡូវវាខុសគ្នាអ្នកប្រញាប់រៀបចំអីវ៉ាន់ចេញទៅរឿងនេះធ្វើឲ្យខ្ញុំសើចកាលពីកន្លះឆ្នាំមុនហាងលក់ខោអាវរបស់ Live May ខាតបងយ៉ាងខ្លាំងហើយក៏គ្មានអ្នកជួលដែរនាងបាននាំបងខាងមកសុំជំនួយពីខ្ញុំប្អូនប្រុសទី2បងថ្លៃស្រីរបស់ឯងមានទំនិញស្តុកទុកជាង $20,000 ឥឡូវសំបីតែថ្លៃទឹកភ្លើងក៏គ្មានលុយបងដែរកាលពីប្រហែលថ្ងៃមុនឯងមិនមែននិយាយថាចង់បើកហាងទេចុះឯងជួលហាងនេះទៅប្អូនបងបាននិយាយជាមួយម្ចាស់ផ្ទះរួចហើយបើដកខ្លួនពេលនេះត្រូវសងថ្លៃខូចកិច្ចសន្យាប្អូនទី2ឃើញដល់មុខមាត់ពូធំនឹងបងប្រុសឯងសូមជួយបងថ្លៃផងបើមិនដូច្នោះទេពួកយើងមានតែទៅដេកតាមផ្លូវហើយអាណិតពួកយើងដោយសារអាណិតខ្ញុំក៏សម្រេចចិត្តសងថ្លៃខូចកិច្ចសន្យាឲ្យម្ចាស់ផ្ទះហើយជួលហាងនោះមករយៈពេល6 ខែខ្ញុំខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃរហូតហាងនោះក្លាយជាហាងលក់ដាច់បំផុតក្នុងក្រុងឥឡូវឃើញខ្ញុំរកលុយបានក៏កើតចិត្តច្រណែនចង់មកដណ្ដើមយកហាងវិញខ្ញុំរុញកិច្ចសន្យានៅលើទៅមុខបងថ្លៃបើបងចង់យកហាងវិញក៏បានធ្វើតាមកិច្ចសន្យាថ្លៃខូចកិច្ចសន្យាបូករួមទាំងថ្លៃជួសជុលដែលខ្ញុំបានចំណាយក្នុងរយៈពេល6 ខែនេះបងត្រូវសងខ្ញុំឲ្យអស់ខ្ញុំនឹងរៀបចំឲ្យនៅថ្ងៃស្អែកលីកាងគ្រួសារតែមួយហេតុអ្វីនិយាយរឿងលុយកាក់ធ្វើឲ្យឈឺចាប់ម្លេះម្យ៉ាងទៀតក្នុងរយៈពេល6 ខែនេះបងរកបានជាង$10,000ក្នុងមួយខែមិនខ្វះលុយបន្តិចបន្តួចនេះទេមែនទេបងថ្លៃស្រីរបស់ឯងទៅតែចុះឈ្មោះរៀនធ្វើនំចង់រៀនរកស៊ីបន្តិចបន្តួចចាត់ទុកថាជួយបងម្ដងទៅបងមួយខែខ្ញុំរកបានប៉ុន្មានប្រពន្ធបងដឹងច្បាស់ជាងខ្ញុំទៅទៀតបងមានន័យថាម៉េចខ្ញុំមានចិត្តល្អមកជួយធ្វើការឲ្យបងដោយឥតគិតថ្លៃជួយបោះសម្អាតនិងមើលអាដុតបងនៅសង្ស័យថាខ្ញុំលួចមើលកានីបងទៀត2 ខែនេះ Live May យកលេខថាអាណិតប្អូនប្រុសមកជួយការងារនៅហាងខ្ញុំនាងមិនធ្វើអ្វីក្រៅពីចូលចិត្តឈោចិត្តខ្ញុំដើម្បីបោះដីរាល់ពេលខ្ញុំរៀបចំគ្រឿងផ្សំនាងតែងតែលូកកមើលរាល់ពេលខ្ញុំកំណត់អាដុតនាងក៏ដកទូរស័ព្ទមកធ្វើជាឆ្លើយតបសារតាមពិតលួចថតរូបកត់ត្រាថាថ្ងៃមួយលក់សាច់បានប៉ុន្មានគីឡូ1 គីឡូបានប៉ុន្មានសំបីតែម៉ាក់គ្រឿងផ្សំដែលខ្ញុំទិញចូលនាងក៏យកសៀវភៅតូចមួយមកកត់ទុកយ៉ាងច្បាស់លាស់ហើយមានប៉ុន្មានថ្ងៃនាងឆ្លៀតពេលខ្ញុំមិននៅលួចយកសាច់កិនក្នុងទូទឹកកកខ្ញុំទៅហាត់ធ្វើនាងស្មានថាខ្ញុំមិនដឹងតាមពិតខ្ញុំឃើញទាំងអស់ជីតាំងធ្វើជាមនុស្សត្រូវមានសីលធម៌ហាងនេះជារបស់យើងអ្នករកបានច្រើនសន្ធឹកសន្ធាប់ក៏ព្រោះតែទីតាំងខ្ញុំល្អឥឡូវអ្នកមានលុយចាយវីហូហៀតែពួកយើងនៅឃ្លាននៅឡើយអ្នកស៊ីសាច់ក៏ត្រូវទុកទឹកស៊ុបឲ្យអ្នកអតីខ្លះដែរប៉ាន់ខ្ញុំមិនយកថ្លៃពីណីទេតែបើអ្នកចង់ប្រោបកក្នុងហាងលោកបញ្ចុះតម្លៃ80000បើអ្នកមិនទិញទេខ្ញុំនឹងហៅគេមកដោះវាចេញភ្លាមយ៉ាងស៊ឺឈៀងឬថាត្រូវដោះឧបករណ៍ចេញក៏ភ័យស្លន់ស្លោប្រញាប់ចាប់ដៃLive Mayជាប់Live Mayក៏លេចភ្នែកមួយជុំរួចខាំមាត់និយាយថាយកត្រង់80000ក៏80000ចុះតែគ្រឿងផ្សំដែលសល់ក្នុងហាងអ្នកត្រូវទុកឲ្យអស់ចាត់ទុកថាជាការដូរជូនបងថ្លៃស្រីបើខាងថ្មីពេលនិយាយភ្នែកនាងសម្លឹងទៅទូទឹកកកធំនៅខាងក្រោយដែលពេញទៅដោយសាច់កិនដែលខ្ញុំទើបដឹកមកកាលពីយប់មិញប៉ាន់គ្រឿងផ្សំទាំងអស់ជារបស់អ្នកជូនពរឲ្យរកស៊ីមានបាននិយាយចប់ខ្ញុំក៏ងាកក្រោយដើរចេញពីហាងយ៉ាងស៊ឺឈៀងក៏ស្រែកហៅពីក្រោយដោយធ្វើពុតជាស្និទ្ធស្នាលថាទៅឈៀងងាកមកបងនឹងអញ្ជើញអ្នកផឹកស្រាខ្ញុំមិនបានងាកក្រោយទេតែដើរទៅខាងផ្លូវរួចចុចទូរស័ព្ទហៅទៅលេខ1អាឡូលោកម្ចាស់វាងហាងនៅផ្លូវពាណិជ្ជកម្មនេះខ្ញុំជួលហើយត្រូវហើយចុះកិច្ចសន្យាលើនេះហើយចាប់ដើមរៀបចំតុបតែងភ្លាមបិទទូរស័ព្ទហើយខ្ញុំងាកទៅមើលមួយផ្លែត Live May កំពុងឈរនៅមុខទូទឹកកកដោយប្រុងប្រយ័ត្នយកសាច់កិនមួយប្រអប់ចេញមកភ្នែកនាងសម្លឹងមើលវាដូចជាកំពុងមើលដុំមាសគេស្មានថាគេលួចរៀនរូបមុននិងសីតុណ្ហភាពបាននឹងអាចរកលុយបានច្រើនតែគេមិនដឹងទេថាអាកំបាំងពិតប្រាកដគឺស្ថិតនៅរោងចក្រកែច្នៃរបស់ខ្ញុំនៅជីក្រុងព្រឹកស្អែកម៉ោង8បន្ថែមមនុស្សនឹងដំឡើងថ្លៃឈ្នួលទ្វេដងក្នុងរយៈពេល1 សប្តាហ៍នេះអ្នកត្រូវតែបញ្ចប់ការតុបតែងរឿងឲ្យបានកុំបារម្ភថៅកែឲ្យតែលុយគ្រប់បងប្អូនយើងដេកនៅទីនេះក៏បានដែរពេលនោះស្រាប់តែនឹកឃើញដល់ពោតត្រាំទឹក Live May ស្លៀកឈុតពណ៌ក្រហមឆ្អៅឈរនៅមុខហាងលើផ្លាកយីហោមានប្រាថ្មីសាច់ក្រអាំងពិតប្រាកដបើកដំណើរការឡើងវិញក្លិនឈ្ងុយនៃសាច់អាំងបានហើរតាមខ្យល់ទៅដល់ផ្លូវម្ខាងទៀតរូបមន្តដើមរសជាតិពិតថ្ងៃនេះទិញ2 ថែម 1កុំឲ្យឱកាសនេះកន្លងផុតទៅដោយសារតែបិទហាងកាលពីម្សិលមិញទើបមានអតិថិជនចាស់មកតម្រង់ជួរវែងអន្លាយម៉ោង10ពីថ្ងៃត្រង់ Live May ដើរលើគំនរបាក់បែកដើរឆ្លងកាត់ផ្លូវទៅកាន់ការដ្ឋានសំណង់របស់ខ្ញុំឃើញទេនេះហើយដែលហៅថាវាសនាផ្លាស់ប្ដូរអ្នកស្មានថាគ្មានអ្នកចំនួននេះមិនដើរទេខ្ញុំប្រាប់ឲ្យដឹងចំណុចសំខាន់មិនមែនជាអ្នកទេគឺកន្លែងនេះឯងនឹកស្មានថាពកស្លាកកំប៉ុងគ្រឿងទេសចោលហើយខ្ញុំមិនដឹងមែនទេ
ខ្ញុំថតទុកអស់ហើយទាំងស្ករទាំងសមាមាត្រទឹកស៊ីអ៊ីវពិសេសខ្ញុំដឹងអស់ហើយឆ្អិនហើយកម្ដៅ180អង្សាសេដុតទាំងលើទាំងក្រោម25នាទីរបស់ប៉ុណ្ណឹងសោះក៏ចាត់ទុកជាអាចកំបាំងបងថ្លៃបើមានទំនុកចិត្តខ្លាំងម្លេះក៏ខំប្រឹងធ្វើទៅគុំមកនិយាយឌឺដងនៅទីនេះថ្ងៃនេះខ្ញុំធ្វើកម្មវិធីទិញ2ថែម1គឺដើម្បីឆក់យកអតិថិជនទាំងផ្លូវនេះពេលដែលហាងកញ្ចាស់របស់អ្នកកំពុងស្ងាត់ជ្រងបងថ្លៃចាំមើលឲ្យច្បាស់ទៅគឺរកលុយធំយ៉ាងម៉េចនិយាយចប់គាត់ក៏ដើរចេញទៅដោយភាពក្រអឺតក្រទុំខ្ញុំមើលខ្នងគាត់ហើយញឹមចុងមាត់គាត់ស្មានថាការធ្វើសាច់ជ្រូកប្រឡាក់អាំងគឺគ្រាន់តែយកសាច់ជ្រូកមកកិនលាយគ្រឿងរួចដាក់ចូលក្នុង180អង្សាសេក្នុងល្មែនទេពិតជាគួរឲ្យអស់សំណើចគាត់មិនដឹងទេថាម៉ោង4ទៀបភ្លឺរថយន្តដឹកទំនិញត្រជាក់ពីផ្សារលក់ដុំកសិផលខាងត្បូងក្រុងនិងដឹកសាច់ជ្រូកស្រស់ទៅកាន់រោងចក្រធំរបស់ខ្ញុំនៅជីក្រុងនៅទីនោះសាច់គ្រប់ដុំត្រូវឆ្លងកាត់ការបញ្ចេញជាតិអាស៊ីតក្នុងសីតុណ្ហភាពទាបរយៈពេល12ម៉ោងបន្ទាប់មកគឺការកិនរយៈពេល2ម៉ោងពេញដើម្បីបំផ្លាញសរសៃសាច់និងបញ្ចេញជាតិជ័រក្នុងសាច់មានតែវិញជឺទេ